ជំរាបសួរប្រិយមិត្តនិងមិត្តអ្នកតាមដានទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនឹងសម្រាយរឿងបន្តទៀតនេះជាអេពីសូតទី2និយាយអំពីបុគ្គលម្នាក់នេះថាគាត់ជានរណាតើសុងជាងជានរណាដូច្នេះខ្ញុំនឹងបកស្រាយរៀបរាប់ជូនពុកម៉ែបងប្អូនដើម្បីទស្សនានឹងការវិភាគទាំងអស់គ្នាសុងជាងដែលមានឈ្មោះគួរសមគឺគេហៅថាគង់មីងគាត់គឺជាបុរសម្នាក់ដែលស្មោះត្រង់និងចូលចិត្តរាប់អានមិត្តដែលជាវីរបុរសឬអ្នកក្លាហានហើយអ្នកខ្លះហៅគាត់ថាហ៊ូប៉ៅអ៊ីឬក៏មេឃទាន់ភ្លៀងអ្នកខ្លះទៀតក៏គេហៅថា Philia and Wright Black សាន់ឡាងគាត់គឺជាមេដឹកនាំវីរបុរស108នៅភ្នំលៀងសានគាត់ត្រូវគ្នានឹងតារាធានគួយស៊ីងនេះហើយជាវីរបុរសឬក៏តួអង្គនៅក្នុងរឿងមួយដែលយើងអាចគិតថាយកមកវិភាគចែកជូនពុកម៉ែបងប្អូនដើម្បីទស្សនានិងសន្តាប់ហើយវាជាខ្លឹមសារមួយដែលអាចឲ្យពុកម៉ែបងប្អូនយល់ដឹងនិងជាការចែករំលែកជាបទពិសោធន៍ក្នុងសម័យនោះហើយនឹងការប្រៀបធៀបការរស់នៅសម័យបច្ចុប្បន្នបានដូច្នេះសាច់រឿងនីមួយៗនឹងផ្ដល់ជូនពុកម៉ែបងប្អូននៅការសម្រាយរបស់យើងខ្ញុំជាបន្តទៀតដើមឡើយគាត់ជាអាញាសាលានៅក្នុងស្រុកយូឆឹងខេត្តសានតុងគាត់មានឈ្មោះល្បីល្បាញដោយសារទឹកចិត្តសប្បុរសនិងឆន្ទៈរបស់គាត់ក្នុងការជួយជនក្រីក្រនិងអ្នកខ្វះខាតគាត់បានដោះលែងឆៅកាយនៅក្នុងក្រុមរបស់គាត់ដោយសម្ងាត់ដែលបានប្លន់អំណោយថ្ងៃកំណើតនិងបន្ទាប់មកគាត់ក៏បានសម្លាប់យៀនពូស៊ីដែលមិនស្មោះត្រង់ដោយកំហឹងគាត់បានទៅភូមិឈីងហ្វឹងដើម្បីសុំជ្រុកកោនជាមួយនឹងហួករងប៉ុន្តែត្រូវបានប្រពន្ធរបស់មេភូមិលាវកាវចាប់ដាក់គុកនៅពេលដែលគាត់មើលគុំក្នុងភូមិឈីងហ្វឹងគាត់ត្រូវបានគេជួយសង្គ្រោះដោយយៀនស៊ុននិងអ្នកដទៃទៀតនៅតាមផ្លូវទៅឈីងជូវឪពុករបស់សុងជាងបានកុហកនៅក្នុងសម្បត្តិថាគាត់បានស្លាប់ដោយសារជំងឺសុងជាងបានទៅផ្ទះតែម្នាក់ឯងដើម្បីចូលរួមពិធីបុណ្យសពប៉ុន្តែត្រូវបានចាប់ខ្លួននិងនិរទេសទៅជាងជូវគាត់បានជួបនឹងវីរបុរសជាច្រើននៅតាមផ្លូវថ្ងៃមួយគាត់បានស្រវឹងហើយបានសរសេរកំណាព្យមួយនៅលើអគារ Suyang Tower នៅក្នុងទីក្រុងជាងជូវគាត់ត្រូវបានចៅក្រមហួងវិនពីងចោទប្រកាន់ថាក្បត់ជាតិជាសំណាងល្អគាត់ត្រូវបានប្រជាជនលៀងសានជួយសង្គ្រោះនៅថ្ងៃប្រហារជីវិតដូច្នេះគាត់ក៏បានទៅលៀងសានដើម្បីคลายជាចៅនេះហើយជាដំណើររឿងរបស់គាត់តាមពិតគាត់ជាមន្ត្រីសាលាស្រុកម្នាក់ដែរប៉ុន្តែត្រូវរឿងអយុត្តិធម៌ជាច្រើនកើតឡើងចំពោះគាត់ដូច្នេះហើយគាត់ក៏បានคลายខ្លួនទៅជាចៅមួយនៅភ្នំលៀងសានទៅនៅពេលណាដែលមានសង្គ្រាមនៅលៀងសានប៉សុងជាងនឹងដួចផ្ដើមគំនិតដើម្បីស្ម័គ្រចិត្តទៅប្រយុទ្ធហើយគាត់តែងតែទទួលបានជោគជ័យកិត្យានុភាពពីព្រះអង្គលើភ្នំដ៏រឹងមាំមួយនៅមួយថ្ងៃទៅមួយថ្ងៃបន្ទាប់មកឆៅកាយត្រូវបានចាញ់នៅទីក្រុងសិនថូហើយក៏បានស្លាប់សុងជាងត្រូវបានជ្រើសរើសជាមេដឹកនាំហើយបន្តពង្រីកបន្ទាយរហូតដល់ធានកាងនិងឌីសាទាំងអស់ប្រមូលផ្ដុំគ្នាក្រោយមកគាត់ក៏បានឈ្នះពីលើកទល់នឹងតុងគួងនិង3ដងជាមួយនឹងកាវឈៀវលៀងសានបានទទួលយកការលើកលែងទោសរបស់អធិរាជហើយសុងជាងបានដឹកនាំទ័ពលៀងសានទៅប្រយុទ្ធនៅភាគខាងត្បូងនិងខាងជើងហើយបានធ្វើឲ្យរាជាណាចក្រលាវស្ងប់ស្ងាត់ធានហ៊ូនិងហើប៉ៃវ៉ាងឈីងនៅស៊ុយស៊ីនិងហ្វាងឡានៅជាងណានគាត់បានទទួលងារជោគជ័យរបស់គាត់ប៉ុន្តែត្រូវបានហុំព័ទ្ធដោយមន្ត្រីក្បត់ជាតិដូចជាឆៃជីងតុងគួននិងកៅឈៀវហើយត្រូវបានបំពុលរហូតដល់ស្លាប់ហើយកប់នៅលាវវ៉ា